เย่ยมสบายจะได้เป็นปลอดอะไรนั่นคือจิบลองที่ดอกไปย่อยคนไทยมันหมดสบายใจได้มันมีอารมณ์ผักเคยแล้วเรามูนั้นកំពុងតែកើតឡើងទៅលើអ្នកទាំងអស់គ្នាមិនមែនដែរទេនៅក្នុងចុងឆ្នាំ2023ខ្ញុំក៏ធ្លាប់មានអារម្មណ៍បែបនេះអារម្មណ៍នៅពេលហ្នឹងគឺសប្បាយចិត្តផងរំភើបផងហើយក៏រាំងភ័យផងដែរអារម្មណ៍សប្បាយចិត្តពីព្រោះចិត្តចប់ទី12បានចូលរៀននៅសាកលវិទ្យាល័យអាចរកការងារធ្វើបានមានប្រាក់ចាយដោយខ្លួនឯងហើយមានឯករាជ្យជាងមុននឹងគឺជាការយល់ឃើញរបស់ខ្ញុំហេតុនៃអារម្មណ៍ភ័យខ្លាចរបស់ខ្ញុំនៅពេលហ្នឹងគឺខ្ញុំយល់ថាខ្លួនឯងអត់ទាន់ ready នៅក្នុងការប្រឡងទេអត់ដឹងថាខ្លួនឯងចេះអីហើយអត់ដឹងត្រូវយកអីទៅប្រឡងប៉ុន្តែរឿងពីរយ៉ាងដែលខ្ញុំធ្វើនៅពេលនោះទីមួយហ្នឹងគឺខ្ញុំព្យាយាមធ្វើយ៉ាងគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អទីពីរតកតងទៅនឹងការចែកការវិភាគក្នុងការរៀនដោយសារយើងជាសិស្សថ្នាក់សង្គមអ្វីដែលត្រូវធ្វើសំខាន់បំផុតគឺអានឲ្យបានច្រើនហើយនឹងទន្ទេញបានច្រើនដែលជាហេតុធ្វើឲ្យខ្ញុំទទួលបាននីតិល្អទៅលើមុខវិជ្ជាប្រវត្តិវិទ្យាសិលពរក៏ដូចជាមុខវិជ្ជាភូមិអ្នកទាំងអស់គ្នាអាច comment អក្សរ H សិនបើវីដេអូក្រោយចង់ឲ្យខ្ញុំចែករំលែកពី technique ក្នុងការរៀនដូចជាពេញមេរៀនប្រវត្តិវិទ្យាឲ្យទទួលបាននីតិ